คลิปមួយដែលត្រូវបានបង្ហោះចែកចាយតាមបណ្ដាញសង្គម Facebook ដំបងជាច្រើនរយកំណាត់ត្រូវបានគេច្រកបាវដឹកតាមរថយន្តរបស់អាជ្ញាធរខណ្ឌមកចែកដល់ក្រុមសន្តិសុខស៊ីឈ្នួលសម្រាប់វាយសម្ពងបាតុករនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី15ខែកក្កដាកន្លងទៅនេះបើទោះបីជាអាជ្ញាធររាជធានីនិងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីខិតខំទម្លាក់កំហុសទទួលខុសត្រូវហើយអះអាងថាដំបងទាំងអស់នោះជារបស់បាតុករប៉ុន្តែយោងតាមវីដេអូឃ្លីបខ្លីនេះអ្វីដែលគេខិតខំបិទបាំងនិងលាបពណ៌ត្រូវបានសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់គួរជំរាបថាអំពើហិង្សានៅទីលានប្រជាធិបតេយ្យដែលមានការរៀបចំជាមុននេះបានបណ្ដាលឲ្យមានបាតុករមួយចំនួនរងរបួសលើសពីនោះកម្លាំងសន្តិសុខមួយចំនួនដែលស្លៀកពាក់ស៊ីវិលក៏ត្រូវរងរបួសដូចគ្នាដោយការវាយនឹងដំបងដោយសារតែក្រុមសន្តិសុខខ្លួនឯងវាយច្រឡំអំពើហិង្សាវាយច្រឡំនេះបានបណ្ដាលឲ្យសន្តិសុខយ៉ាងតិច2នាក់រងរបួសធ្ងន់ហើយរូបភាពដែលបានឃើញនេះគឺសន្តិសុខស្លៀកពាក់ស៊ីវិលត្រូវដំបងរបស់គ្នាឯងដួលសន្លប់បាត់ទៅហើយផ្ទុយពីការអះអាងរបស់ក្រុមអាជ្ញាធរយោងតាមវីដេអូភស្តុតាងនានាដែលថតបានហើយត្រូវបានចែកចាយបន្តលើបណ្ដាញសង្គមក្រុមអ្នកតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិប្រជាពលរដ្ឋនិងព្រះសង្ឃបានព្យាយាមការពារសុវត្ថិភាពដល់ក្រុមសន្តិសុខអាណាធិបតេយ្យទាំងអស់នោះទៅវិញទេរឿងរ៉ាវវាយច្រឡំគ្នាឯងនេះមិនមែនទើបកើតមាននៅទីលានប្រជាធិបតេយ្យនោះទេប៉ុន្តែកើតមានស្ទើរគ្រប់ទីកន្លែងដោយសារតែក្រុមសន្តិសុខមួយចំនួនត្រូវបានគេរៀបចំឲ្យស្លៀកពាក់ជាស៊ីវិលហើយរងចាំបង្កហិង្សាដើម្បីឲ្យសន្តិសុខឯកសណ្ឋានមានលេសវាយបាតុករប៉ុន្តែចំណេះជិះកោឯងសន្តិសុខឯកសណ្ឋានមានពេលខ្លះចំណាំគ្នាឯងមិនបានហើយវាយគ្នាឯងឲ្យរងរបួសជាក់ស្ដែងកាលពីអំឡុងពេលតវ៉ាមុខស្ថានទូតយួនកន្លងមកសន្តិសុខស៊ីវិលមួយចំនួនក៏ត្រូវប្រណងរបស់គ្នាឯងនេះយ៉ាងចាស់ដៃផងដែរគឺអារម្មណ៍របស់ខ្ញុំនៅក្នុងផ្ទះខ្ញុំចង់ជំរាបលោកហ្មងចង់ឲ្យមិនបាច់លោកបបានឹងស្គាល់ស្បែកនឹងអាការសួរច្រើនតែលោកខ្ញុំឆ្លើយdirectហ្មងបបាលោកសម្រាប់មើលទៅខាងមុខសិនលោកសម្រាប់មើលនេះគឺលុយដែលថាឲ្យបង្កើតអតិពលនេះសម្រាប់អ្នកណាហើយយើងងាកមកស្ដាប់ខ្ញុំនេះជាលុយរបស់ជាតិសម្រាប់យើងទាំងអស់គ្នាបង្រឹងនៃតុលាការចុះតុលាការនេះក៏តែហើយអយុត្តិធម៌សម្រាប់អ្នកណាខ្លះហើយអ្នកណាមកទៀមទានេះតែផ្សេងតវ៉ាអង្គកនេះគឺយុត្តិធម៌នៅត្រង់ណានេះអយុត្តិធម៌ណាអូនជើញសួរមកពេលលោកធ្វើតែបើធ្វើអញ្ចឹងលោកតវ៉ាតស៊ូមកមុខតុលាការជាមួយយុវជនជារៀងរហូតឬមួយក៏ស្អែកដល់ហើយឈប់មកខ្ញុំបើតាមឋានៈរបស់ខ្ញុំណាសុំតែទិញខ្នោះដៃហើយឲ្យគេដាក់ខ្លួនឯងក៏បានដាក់អ្នកណាដាក់ក៏បានដែរសិចដើរចូលគុកបង្ហាញនៃទឹកចិត្តរបស់ខ្ញុំតស៊ូដើម្បីសេរីភាពនិងការដំណោះស្រាយឲ្យថ្នាក់ដឹកនាំសង្គ្រោះជាតិមកខ្លាយមានតែជាដឹកនាំបដិបត្តិមិនឲ្យជនបទល្មើសបង្កដឹកនាំភាពមហន្តរាយកាត់រាល់សកម្មភាពដែលហៅល្មើសច្បាប់ជាតិទាំងអស់លើជាតិទេណាពួកយើងជាតិជើងមកទីនេះបែងយល់ថាខ្លួនឯងនឹងគាត់បន្តគ្រប់កលៈទេសៈគ្រប់ទេអូនមិនជួថ្ងៃនេះតែមកនេះទេចាស់ពីពេលនេះតទៅពួកយើងនឹងរួមសកម្មភាពស្លាប់មួយកើត10ស្លាប់10កើត100មិនកើតអីកើតក្នុងសួរក្បាលកើតក្នុងអារម្មណ៍តែបើពួកវាស្លាប់មួយហើយវាអស់100ตัวនេះខ្ញុំសូមនិយាយហើយជើញទៀតបន្តទៀតពេលនេះខ្ញុំដាក់វីដេអូដាក់អាទុកមកគេហាមគាត់អត់ឲ្យយើងធ្វើចរាចរណ៍អីទេហើយចុះអ្នកណាដែលចង់ស្រែកទាមទារអីហើយស្រែកអញ្ចឹងទៅលឺចូលដល់ប្រហែលអ្នកនៅតែខ្លួនហ្នឹងបិទតាំងពីមីក្រូណា
ពីដើមមកគាត់ចរាចរណ៍ខំខាងឥឡូវនេះរៀងបើកទៅចេះណារៀងទៅលាយទៅចេះតែដឹងសម្បត្តិខានមកចេះហើយកាមេរ៉ាហ្នឹងថតសុំថតយកទៅញុះញង់ទៅខ្ញុំអុកពេជ្រចំណាងអត់ខ្លាចឲ្យញុះញង់ទេណាហើយចាប់ខ្លួនខ្ញុំនឹងម៉ោងនាទីណាក៏បានសម្រាប់ម៉ោងនាទីណាក៏បានខ្ញុំបើកសិទ្ធិលាយអត់បិទម៉ាស់អត់បិទមុខណាអ្នកខ្សែជាតិទាំងអស់អ្នកជាតិជាពិសេសអ្នកខាងកាមេរ៉ាខាងចំណូលឲ្យគណៈបាត់បំផ្លាញជាតិណាបំផ្លាញជាតិសាសន៍របស់ខ្លួនទឹកដីរបស់ខ្លួនហ្នឹងត្រូវស្ដាប់ឲ្យយល់ពីសកម្មភាពនៃការនិយាយរបស់ខ្ញុំអ្នកទាំងអស់គ្នាយកទុកយ៉ាងច្រើនណាស់អ្នកជាស្កោតទូអ្នកចាត់ពីម៉ោងនេះតទៅហើយរីឯខ្ញុំទាំងអស់គ្នានេះមានតែអត់ដៃឡើងអស់ឡើយហើយអ្នកក្រាបអ្នកលូវាអយុត្តិធម៌របស់អ្នកនៅក្រៅបាជើងខ្ញុំទេតែបើមានដៃដូររបស់ខ្ញុំដៃឡើងសូមជម្រាបណាស់អរគុណច្រើនអរគុណណាស់បាទហើយដោយបងប្អូនបានខ្ញុំទៀមទាអត់ដល់លេងបាយជនណានេះពួកយើងកាន់តែខ្លាំងឡើងហើយយើងមិនដល់ដឹងថាស្ថានភាពនយោបាយរហូតមកដល់ពេលនេះនឹងវាដល់កម្រិតណានោះទេហើយយើងដឹងថានៅថ្ងៃទី16ស្អែកលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិលោកនឹងធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជាវិញដូច្នេះហើយទោះបីជាមានការគម្រាមកំហែងផ្នែកនយោបាយពីសំណាក់រដ្ឋាភិបាលឯកបាលលោកយុរដ្ឋមន្ត្រីហ៊ុនសែនយ៉ាងណាក៏ដោយអ្នករាយការណ៍ផ្សាយនឹងធ្វើសេចក្តីរាយការណ៍ជាបន្តបន្ទាប់ទាក់ទងស្ថានភាពនយោបាយនៅប្រទេសកម្ពុជាជាពិសេសចាប់ពីម៉ោងនេះតទៅដូច្នេះសូមបងប្អូនកុំភ្លេចតាមដានពេកអ្នករាយការណ៍